បញ្ចុះការថតមុខងារតបវិញបានបិទអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនយើងមកជួបជាមួយនឹងអតិថិជនយើងម្នាក់ទៀតហើយដែលគាត់អញ្ជើញមកពីទីរួមខេត្តកំពតតែម្ដងមកគាត់មានទីតាំងនៅទឹកដីខេត្តកំពតផ្ទាល់តែម្ដងណាហើយគាត់មកទទួលយកនៅសេវាកម្មម៉ាស្សាយើងខ្ញុំទាំងព្រឹកតែម្ដងបាទថ្ងៃនេះគាត់មកទាំងព្រឹកតែម្ដងហើយគាត់បានឲ្យពួកខ្ញុំជួយសម្រួលបាទពោលដោយសារអីដោយសារតែខ្សែរបស់គាត់ហ្នឹងមានបញ្ហាចុករយអញ្ចឹងទៅតែងតែសម្រួលរយៈពេលមួយអាទិត្យឬក៏5ថ្ងៃអីម្ដងហើយគាត់មកសម្រួលហើយបងប្អូនអញ្ចឹងគាត់តែព្យាយាមមែនតើណាឥឡូវនេះសូមបង្ហាញអារម្មណ៍បងប្អូនយើងជួបជាមួយនឹងគាត់ផ្ទាល់តែម្ដងបាទសូមអញ្ជើញជួបជាមួយនឹងរូបភាពការម៉ាស្សាទាំងស្រុងតែម្ដងបាទសូមអញ្ជើញសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់មានអាការៈចុកថ្លោះក្រេកស្ពឹកស្រពន់ stress គេងលក់ឈឺក្បាលវិលមុខអស់កម្លាំងឬក៏បញ្ហាឈឺសាច់ដុំឈឺឆ្អឹងខ្នងឈឺសន្លាក់ឬក៏ឈឺស្មាចុករយកឈឺក្បាលហ្នឹងបងប្អូនយើងកុំភ្លេចណាមកឲ្យខាងពួកខ្ញុំដែលជាជនមានពិការភាពផ្នែកជួយសម្រួលចាស់បើជាមិនខកអំណងឡើយហើយមកទីតាំងយើងខ្ញុំគឺងាយស្រួលរកទេបងប្អូនបាទគេនៅផ្លូវតពាំងផលិតណាទឹកដីខេត្តកំពតបងប្អូនណាបាទអ្នកដែលគាត់នៅភ្នំពេញមកសួរថាប្រជាពលរដ្ឋនៅក្នុងខេត្តគាត់នឹងប្រាប់ដែរហើយបើអ្នកនៅក្នុងខេត្តគាត់នឹងតែថាផ្លូវតពាំងផលិតអតីតអំណាចក្រៅគេមលោកអស័យមុនហ្នឹងគឺគាត់ស្គាល់តែម្ដងបាទឬក៏បងប្អូនទេខ្ញុំផ្ទាល់ឬក៏ឆាតតាម Telegram មកលេខ Telegram បាទ070 97 32និង98បាទ078អានឹងលេខអត់មាន Telegram ទេ078លេខដូចគ្នាបាទ97 32 98បាទហើយនេះជាទីតាំងរបស់យើងខ្ញុំដែលមានជាមួយនឹងផាសុខភាពមែនតើបាទហើយចំពោះទីតាំងចតឡានចតម៉ូតូគឺអំណោយផលល្អមែនតើមានភាពធំទូលាយបាទហើយមានភាពល្អពិនិត្យនឹងផាសុខភាពផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនយើងដែលគាត់មានរថយន្តហើយចង់ជិះមកអីគឺត្រូវការកន្លែងចតឡានអីគឺយើងខ្ញុំមានមួយកំភ្លេតែម្ដងបាទកន្លែងចតឡានចតម៉ូតូគឺទូលាយបងប្អូនណាបាទអញ្ចឹងបងប្អូនកុំបារម្ភថាត្រូវជិះរថយន្តមកដល់តុកណាអីគឺមិនបាច់ទេមិនបាច់បារម្ភទេគឺទីតាំងយើងខ្ញុំចតឡានមកអេមតែម្ដងបាទអញ្ចឹងបងប្អូនទស្សនាទីតាំងតិចទៅបាទខាងមុខបាទបាទនេះចំពោះទីតាំងបងប្អូនណាគឺទូលាយមែនតើបងប្អូនណាចឹងបងប្អូនមកគឺធំទូលាយមែនតើបងប្អូនណាបាទអូខេហើយទីតាំងនេះខ្ញុំគេមានក្រែចំនួន5បងប្អូនណាអញ្ចឹងបងប្អូនមាន5នាក់ឬក៏3 4នាក់អីបងប្អូនខលមកខ្ញុំមុនមកដើម្បីខ្ញុំរៀបចំក្រុមការងារជូនបងប្អូនណាបាទហើយកន្លែងទុកអវ៉ាន់យើងខ្ញុំក៏សុខភាពផងដែរសម្រាប់បងប្អូនគាត់មានអវ៉ាន់មានទូរស័ព្ទមានឬក៏តែការផ្លាស់ប្ដូរម្លៀងពាក់អីខ្ញុំមានកន្លែងទុកបងប្អូនណាបាទនេះគឺកន្លែងទូអវ៉ាន់មានទូសម្រាប់បងប្អូនគាត់ដាក់អវ៉ាន់អញ្ចឹងណាបាទទូបាទចឹងអរគុណបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទអរគុណចាស់ជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណអ្នកដែលគាត់មើល YouTube កុំភ្លេចជួយ Subscribe អ្នកដែលមើល TikTok កុំភ្លេច Share និងអ្នកមើល Facebook Page កុំភ្លេច Share follow page ផងដែរបាទបង